ថាការសំទោសមួយណាដែលស្មោះត្រង់ការសំទោសលើកដំបូងឬលើកទី2អស់មកតាមដានរឿងរ៉ាវដ៏ក្តៅគគុកដែលកំពុងផ្ទុះនៅលើបណ្ដាញសង្គមទាំងអស់គ្នាជំវិញរឿងរ៉ាវដ៏ក្តៅគគុកដែលបានកើតឡើងលើបណ្ដាញសង្គមពាក់ព័ន្ធនឹងពិធីកអមស៊ីវុធានិងកញ្ញាឈឹងចាន់មនីរស្មីបានធ្វើឲ្យមហាជនជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំងដើមចំនៃរឿងនេះគឺអមស៊ីវុធាបានប្រើប្រាស់ពាក្យសម្ដីមិនសមរម្យទៅលើកញ្ញារស្មីក្នុងវីដេអូមួយដែលបានបង្ហោះនៅលើបណ្ដាញសង្គមក្រោយពីមានការរិះគន់យ៉ាងខ្លាំងពីមហាជនពិធីកោរូបនេះបានចេញមុខសំទោសជាសាធារណៈចំនួន2ដងការសំទោសលើកដំបូងរបស់ MC វុធាត្រូវបានមហាជនចាត់ទុកថាមិនស្មោះត្រង់និងមិនបានទទួលស្គាល់កំហុសពិតប្រាកដរបស់ខ្លួនក្នុងនោះកញ្ញារស្មីក៏បានបង្ហោះសារបង្ហាញពីការមិនពេញចិត្តចំពោះការសំទោសនោះផងដែរបន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងពិធីក្រ MC វុធាបានចេញវីដេអូសំទោសជាលើកទី2ដែលបានសំពះសំទោសកញ្ញារស្មីនិងទទួលស្គាល់កំហុសលើពាក្យសម្ដីរបស់ខ្លួនដែលបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់នាងទន្ទឹមនឹងនោះក្រសួងព័ត៌មាននិងក្រសួងកិច្ចការនារីក៏បានកោះហៅ MC វុធាដើម្បីធ្វើការណែនាំនិងឲ្យធ្វើលិខិតសំទោសជាផ្លូវការផងដែរហេតុការណ៍នេះបានបង្ហាញពីសារៈសំខាន់នៃការប្រើប្រាស់ពាក្យសម្ដីដោយការគោរពនិងការទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនជាពិសេសនៅក្នុងវិជ្ជាជីវៈដែលមានឥទ្ធិពលលើមហាជនដែលអ្នកមានយោបល់បែបណាដែរចំពោះរឿងនេះសូមកុំភ្លេចចុច Like Share និង Subscribe Channel របស់យើងដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែមទៀតអានដោយសំឡេងសព្វនិមិត្តសារិកា AI បាទសូមគោរពជំរាបសួរទៅដល់បាទបងប្អូនអ្នកគាំទ្របាទជាមួយនឹងខ្ញុំបាទ MC វុធាថ្ងៃនេះខ្ញុំបាទចេញវីដេអូទី2បាទមកសុំទោសបាទទៅដល់បងប្អូនបាទសាធារណជនទាំងអស់បាទស្ត្រីបាទទាំងអស់ផងដែរហើយជាពិសេសគឺសម្រាប់បងប្អូនស្រីរស្មីបាទដែលគាត់គេហៅថាគាត់មានការអន់សម្ពន្ធចិត្តជាមួយនឹងការបាទផុសវីដេអូក៏ដូចជាការលេងសើចបាទលេងសើចមុនពេលចូលនៅកម្មវិធីបាទបដាល់គុណខ្មែររបស់យើងនៅកាបូលកាលពីថ្ងៃមុនបាទអញ្ចឹងក៏សូមការខន្តីអធិស្ឋានបាទពីបងប្អូនស្រីផងដែរព្រោះដោយសារតែទឹកមិញនេះខ្ញុំមានប្រពន្ធតិចអញ្ចឹងហើយគឺបាទការសុំទោសរបស់ខ្ញុំនោះបាទបងប្អូនស្រីគាត់អត់ទទួលយកបានបាទអញ្ចឹងឥឡូវគឺខ្ញុំមកចេញវីដេអូបាទទី2ដើម្បីបាទផុសសុំទោសដល់គាត់ម្ដងទៀតបាទហើយសង្ឃឹមថាបាទគេហៅថាបងប្អូនស្រីនឹងគេហៅថារៀងបាទសាបចិត្តបន្តិចបាទចំពោះបញ្ហាទាំងអស់នេះដោយសារតែការលេងលឺលួសខ្វះខាតបាទត្រង់កន្លែងណាដែលធ្វើឲ្យប៉ះពាល់អារម្មណ៍ទៅដល់បងប្អូនជាពិសេសគឺក៏សូមខន្តីអធិស្ឋានសម្រាប់បងប្អូនអ្នកគាំទ្រផងដែរដោយសារតែកំហុសពាក្យសម្ដីបាទលេងលេបខាយមុនការចូលនៅកម្មវិធីរបស់ខ្ញុំដែលធ្វើឲ្យបងប្អូនមហាជនមានការខឹងសម្បាក៏ដូចជាបាទបងប្អូនគាត់មានការអន់សម្ពន្ធចិត្តបាទតាក់ទិនទៅនឹងពាក្យសម្ដីលេបខាយលេងសើចរបស់ខ្ញុំដែលជ្រុលបាទជ្រោះបាទទៅកាន់បងប្អូនស្រីបាទម្នាក់ដែលគាត់ជាអ្នកលើកស្លាកបាទនៅក្នុងកម្មវិធីមួយនៅទឹកដីកាបូលនោះមួយវិញទៀតក៏សូមបាទការខន្តីអធិស្ឋានបាទសម្រាប់បាទក្រសួងកិច្ចការនារីផងដែរដែលលោកគាត់ខំប្រឹងប្រែងលើកកម្ពស់នារីណាបាទហើយមួយទៀតក៏ចិត្តដល់បុណ្យនៃទិវាបាទ8មីនាបាទ8មីនាបាទក៏ជូនពរទៅដល់នារីបាទទូទាំងពិភពលោកនារីបាទនៅបាទប្រទេសយើងក៏ដូចជាលោកឪពុកអ្នកម្ដាយស្ត្រីទាំងអស់ឲ្យជួបប្រទះទៅនឹងសុខភាពល្អសុខភាពបាទបរិបូរណ៍បាទជាពិសេសជានិរន្តរទទួលបានការស្រឡាញ់បាទពេញលេញបាទហើយក៏សូមទោសបាទទៅដល់បាទបងប្អូនសិល្បករសិល្បករនីបាទអរគុណច្រើនបាទបងប្អូនបាទអរគុណបាទសម្រាប់បងប្អូនអ្នកគាំទ្រ